បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Forcing Cambodia ខ្ញុំបាទហេងថ្ងៃនេះខ្ញុំនឹងណែនាំពី Forcing Cambodia ហើយនឹងតកតងជាមួយនឹងការយើងបានមកស្រុកខ្មែរបានឆ្នាំហើយជាតុំហ៊ុន Forcing គឺយើងមានតាំងដំណើរការតាំងពី2001មកម្លេះនៅប្រទេសចិនហើយយើងចូលស្រុកខ្មែរនៅឆ្នាំ2020តែម្ដងដំបូងដែលយើងចេញមុនគេនេះគឺម្ដង T5 Evo បាទគឺយើងមកដល់ស្រុកខ្មែរសរុបទៅចូលតាំងពី2020មកចូលទៅវាចូល5ទៅ6ឆ្នាំហើយដែលម្ដងដែលយើងលក់ដាច់ជាងគេនេះគឺម្ដង T5 Evo នេះឯងបច្ចុប្បន្ននេះគឺយើងមានការជិះ control ជិះច្រើនខ្លាំងមែនទែនហើយក៏យើងមានម្ដងផ្សេងផងដែរយើងមានម្ដង7A U-Tour ម្ដង MPV ខ្នាតធំ VIP Nova ហើយនឹងម្ដងអគ្គិសនីថ្មីដែលយើងទៅនាំចូលគឺម្ដង S7 បាទតែម្ដងដែលលក់ដាច់ជាងគេសប្តាហ៍ថ្ងៃនេះដែល top 1បំផុតគឺម្ដង T5 Evo នេះនឹងឯងដែលមានការធានារហូតម៉ាស៊ីនពេញមួយជីវិតបងប្អូនស្ដាប់អត់ច្រឡំទេគឺយើងមានការធានាម៉ាស៊ីនពេញមួយជីវិតមែនបងប្អូនអាចដើរសេវាបាននៅក្រុមហ៊ុនស្រុកខ្មែរទាំងអស់ក្រុមហ៊ុនឡានតែមានការធានាពេញមួយជីវិតគឺអត់មានទេមានតែមួយគត់គឺក្រុមហ៊ុន Forcing តែយើងជឿជាក់ទៅលើម៉ាស៊ីនរបស់យើងគឺ Mitsubishi ហើយមានទៅលើ model T5 Evo តែម្ដងតែសប្តាហ៍នេះគឺមានការជិះច្រើនខ្លាំងមែនតើបងប្អូនអាចតាក់ទងស្វែងរកទីផ្សារបានតាក់ទងជាមួយ model T5 Evo បើសិនបងប្អូនទិញហើយបងប្អូននឹងលក់វិញបងប្អូនខាតអត់ច្រើនទេខាតពេលខ្លះអាចខាតត្រឹម15 20 25អីអស់ហើយព្រោះ model យើងមានការគ្រប់គ្រងច្រើនជិះច្រើនហើយបងប្អូនអាចស្រឡឹងមើលថានៅពេលដែលឡានដែលជិះច្រើនណាសំខាន់លើ model មិនសំខាន់លើក្រុមហ៊ុនទេឧទាហរណ៍ក្រុមហ៊ុន Forcing យើងមានអត់ច្រើន model ទេតែ model យើងដែលលក់ដាច់បំផុតគឺយើងមានតែមួយ model គឺ model T5 Evo នេះឯងដែលមានការឥឡូវចូលចិត្ត10000គ្រឿងឯងដែលនៅក្នុងស្រុកខ្មែរនេះជីអញ្ចឹងធ្វើឲ្យតាក់ទងមួយគ្រឿងបន្លាស់តាក់ទងជាមួយនឹងការរត់នៅដងផ្លូវមានការច្រើនអញ្ចឹងទីផ្សារក៏វាទៅតាមនឹងដែរបងប្អូនគ្នាហើយក្រុមហ៊ុន Forcing មិនងាយនឹងចុះតម្លៃខ្លាំងបំផុតទេគឺយើងចុះតម្លៃតិចមែនតើភាសាអីដើម្បីការពារបងប្អូនដែលគាត់ជិះឆ្នាំទៀបឧទាហរណ៍គាត់ជិះឆ្នាំ2021 22 23 24នៅពេលដែលគាត់លក់វិញគាត់ខាតតិចមែនតើឡានជិះដឹងតែខាតបងប្អូនគ្នាអត់ដែរជិះចំណេញទេបាទអញ្ចឹងគាត់ថាខាតតិចឬខាតច្រើនអញ្ចឹងបងប្អូននឹងមុននឹងទិញឡានបងប្អូនមើលនឹងទីផ្សារផងថាឡានមួយណាមើលទៅវាល្អជិះហើយសំខាន់ទីផ្សារយើងលក់វិញអត់ខាតច្រើនហើយមានការគ្រប់គ្រងខ្លាំងហើយ model T5 Evo នេះផ្ទាល់គឺបងប្អូនអាចមើលបានរូបរាងម៉ាស៊ីនគ្រាន់ថាយើងតម្លើងនេះចិនពិតមែនប៉ុន្តែតើតមួយនឹងម៉ាស៊ីនគឺយើងប្រើម៉ាស៊ីនរបស់ជប៉ុន Mitsubishi ហើយមានការធានាម៉ាស៊ីនពេញមួយជីវិតទៀតបាទហើយតើតមួយប្រអប់លេខគឺយើងប្រើប្រអប់លេខ DCT របស់ក្រុមហ៊ុន Magna របស់ប្រទេសកាណាដាហើយរូបរាងគឺយើង design នៅអាឡម៉ង់ផ្ទាល់ហ្មងតមួយរូបរាងណាបាទហើយចូលឆ្នាំចិននេះគឺយើងមាន model ថ្មីគឺឆ្នាំ2026ក៏យើងនៅមានពីរ option ដែរ full option និង luxury ហើយចូលឆ្នាំចិននេះយើងមានការបញ្ចុះតម្លៃពិសេសជូនអតិថិជនដែលគាត់បានកក់អញ្ចឹងបើបងប្អូនចង់ពីដឹងថាយើងចុះតម្លៃប៉ុន្មានហើយព័ត៌មានលម្អិតបងប្អូនអាចមកឆាតខ្ញុំបានខ្ញុំឈ្មោះហេងហើយខ្ញុំដាក់ link នៅខាងលើបងប្អូនអាចចុញ link Telegram បានពីខ្ញុំអរគុណបងប្អូនអរគ្នា